បាទសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកចែកម្លែកទៅជាមួយវីដេអូមួយដែលយើងបើក Microsoft Teams គឺវា error load message បែបនេះអញ្ចឹងកាលណា error load message អញ្ចឹងយើងអាចដោះស្រាយតាមរបៀបខ្ញុំបានអញ្ចឹងទី1បើយើងចុចបើក Microsoft Teams ហើយវា load restart Teams អញ្ចឹងយើងចុចត្រូវមកសូត្រ restart មួយសិនបើ restart ហើយនៅ load អញ្ចឹងទៀតចឹងតើតើជាមួយការដោះស្រាយបញ្ហាយើងដោះតាម step មួយមកព្រោះអីយើងjust ស្ដែងណាបើយើងធ្វើពី step មួយនោះអត់ដែរយើងទៅ step បន្តទៀតគឺនៅ load រហូតណាតើតើមួយ step នេះយើង load update អញ្ចឹងបើយើង update អត់បានទេវានៅតែ load អញ្ចឹងទៀតយើងអាចចូលមកកន្លែង search ហ្នឹងមកហើយយើង search ពាក្យថា Microsoft Teams អូខេយើង right click វាមួយហើយយើងយក app setting មកអូខេវា load រហូតmessage មួយហ្នឹងគឺវា load រហូត notification ហ្នឹងអញ្ចឹងវារំខានអញ្ចឹងយើងអាចធ្វើផងឲ្យវា load ផងទៅមិនអីទេព្រោះអីធ្វើមិនបើវាកំពុងតែ load អញ្ចឹងយើង scroll មកក្រោមយើងរកពាក្យ repair អញ្ចឹងយើង repair វាមួយមក load អញ្ចឹងទៀតអញ្ចឹងយើងចុច OK ឬក៏ខ្វែងទៅអត់អីទេកន្លែងហ្នឹង repair យើងដំណាក់កាលទី1យើង repair សិនទី1យើង update ហើយបើអត់ដែរនៅយើង repair ហើយយើងចុចrestart មួយទៀតអូខេយើង repair ហើយ restart ទៅលើ app របស់យើងហ្នឹង app Microsoft Teams អញ្ចឹងយើងរងចាំតិចមកឲ្យវាដំណើរការអូខេដំណើរការចប់ហើយអ្នកនរគ្នាអាចធ្វើការបិទ app បិទទៅតជាមួយ setting ហ្នឹងមកហើយយើងបើក test app Microsoft Teams ម្ដងទៀតអញ្ចឹងយើងអាច search មក search ពាក្យថា Microsoft Teamsអូខេហើយយើងអាច right click យក run as administrator ហ្នឹងមកអញ្ចឹងចាំមើលតើវាដើរអត់អូខេវាដើរទេគឺ load error ដដែលអញ្ចឹងបើ load error ដដែលអ្នកនរគ្នាអាចធ្វើការ restart computer មួយមកយើងបិទ Microsoft Teams មកអញ្ចឹង restart computer មួយបន្ទាប់ពី restart ហើយចាំយើងតាសម្ដងទៀតបើថានៅថាដើរចាំយើងរកវិធីសាស្ត្រផ្សេងទៀតមកមិញខ្ញុំ restart ដែរអញ្ចឹងខ្ញុំមកតែបើក app ម្ដងទៀតគឺវានៅតែដដែលអញ្ចឹងយើងដោះស្រាយវិធីសាស្ត្រម្ដងទៀតគឺយើង remove Microsoft Teams ចេញម្ដងអញ្ចឹងយើង search ពាក្យ Microsoft Teams មក យើង right click sorry យើងចូល Microsoft Store យើងចុច update ហើយចាំយើង remove បើថាយើង update ហើយនៅតែដើរចាំយើង remove អញ្ចឹងយើង search Microsoft Store យើងបើក Microsoft Store មកពេលដែលយើងបើក Microsoft Store ហើយយើង search ពាក្យថា Microsoft Teams អញ្ចឹងយើងអាច search Microsoft Teams មកអូខេហើយយើងចុច search ហើយយើង scroll មកក្រោមឃើញ Microsoft Teams នេះអញ្ចឹងយើងអាចចុចបើវាអត់ទាន់ install ទេយើងចុច install ម្ដងទៀតក៏បានដែរអត់ទេដោយសារមួយយើង install នៅលើយើង download ពី Google មក Google Microsoft Store Direct Microsoft Teams Direct មួយនេះនៅលើ Microsoft Store អញ្ចឹងវាអត់អីទេពេលយើង install ជាន់គ្នាក៏បានដែរអញ្ចឹងយើងចាំវាបន្តិចមកឲ្យវាដំណើរការបន្ទាប់ពីដំណើរការចប់យើងតេស្តបើក Microsoft Teams មកយើងអូខេវាដើរមកហើយតែគឺនៅ error ដដែលអញ្ចឹងបើ error ដដែលអញ្ចឹងមិញយើងតេស្តទៅជាមួយការ install ឬក៏ update Microsoft Teams ហើយអញ្ចឹងយើងតេស្តទៅលើការ remove វិញម្ដងអញ្ចឹងយើងអាច search Microsoft Teams មកអូខេយើង right click មកយើងយកមកក្រោមយក uninstall អូខេ uninstall យើង uninstall ហើយក៏នៅ load message នេះទៀតដែរអញ្ចឹងយើងអាច search Microsoft Teams មកយើងតែមើលថាយើង uninstall ដាច់ឬក៏នៅព្រោះអីមិញវា load ទៀតណាអញ្ចឹងអត់ឃើញទេគឺនេះវាប្រើទៅលើ Microsoft ដដែលនៅលើ Google អញ្ចឹងនៅលើ computer យើងគឺលេងមាន app Microsoft Teams ហើយតែវានៅ load ដដែលអញ្ចឹងយើងអាចតេស្ត download ហើយចាំ install ម្ដងទៀតអញ្ចឹងយើងអាចចូលមក Google មកជ្រុំក៏បាន Microsoft អីក៏បានសាច់លើអ្នកនរគ្នាប្រើអញ្ចឹងណាអ្នកនរគ្នាប្រើមួយណាអញ្ចឹងសម្រាប់ខ្ញុំប្រើ Microsoft ប្រើជ្រុំអធិស្ឋានអញ្ចឹងយើង search Microsoft Teams មកយើងចូលទៅ Microsoft Teams Direct មកដែល website ពី Microsoft អញ្ចឹងគឺវា secure វា
มันจะ crack ឬក៏ file របស់គេអញ្ចឹងណាអញ្ចឹងយើងអាចចុច download មកអូខេហើយទៅជាមួយ download យើងអាចប្រើទៅទីតាំងកន្លែងដែលយើង store សម្រាប់ខ្ញុំដាក់កន្លែង download មកទៅស្រួលព្រោះខ្ញុំអាចលុបចោលខ្ញុំអត់ទុកយូរទេអញ្ចឹងអ្នកនរគ្នាអាចមើលបើយើង download ហើយយើងអាចចុច install direct មកក៏បានដែរអូខេអញ្ចឹង install គឺ Microsoft Teams វាដំណើរការហើយយើងអាចចាំវាបន្តិចទៅព្រោះទៅជាមួយការ install វាអាស្រ័យទៅលើអ៊ីនធឺណិតរបស់យើងដែរអញ្ចឹងណាអូខេគឺវានៅតែ error ដដែលអញ្ចឹងទៅជាមួយការ install ហើយនៅ error ដដែលអញ្ចឹងអ្នកនរគ្នាអាចធ្វើតាមវិធីសាស្ត្រមួយទៀតយើងចូលមកទៅជាមួយ CMD មកបាទទៅជាមួយ CMD ហ្នឹងគឺ command prompt អញ្ចឹងយើង run as admin អូខេ run as admin អូខេវាដំណើរការមកហើយអញ្ចឹង command prompt អញ្ចឹងនេះអញ្ចឹងអ្នកនរគ្នាអាចខ្ញុំទៅសេឲ្យទុកនៅលើ notepad អញ្ចឹងបើអ្នកនរគ្នាសេលើ notepad ដូចខ្ញុំក៏បានសរសេរនៅក្នុង CMD ទៅវិញក៏បានដែរអញ្ចឹងសេពាក្យមក sfc ហើយ .clear/scan now ហ្នឹងមកហើយអ្នកនរគ្នាចុច enter មួយអញ្ចឹងរងចាំទៅជាមួយដំណើរការ scan របស់កុំព្យូទ័រយើងមានន័យថា scan ហ្នឹងទៅជាមួយ scan នៅលើ file error ឬក៏បាត់ file ណាមួយគឺវា recovery មកវិញឬក៏ fix ទៅលើ file error អញ្ចឹងដូច computer យើងនេះគឺមិនមកលើ Microsoft Teams យើងបញ្ហាទេគឺអាចថាបញ្ហាទៅលើ file ណាមួយនៅលើ drive C របស់យើងណាអញ្ចឹងយើងអាច scan យើងរងចាំដំណើរការរបស់វានឹងចំទៅអញ្ចឹងអូខេអញ្ចឹងខ្ញុំសូមកាត់បន្តិចព្រោះអីកុំឲ្យវីដេអូវែងពេកអញ្ចឹងទៅជាមួយ scan យើងអាចមានដំណើរការ scan តាមហ្នឹងណាដល់ចប់ដល់ 100 ទៅគឺsuccess ហើយបាទអូខេទៅជាមួយ scan 100 success ហើយវាដើរបាន 100% success ហើយអ្នកនរគ្នាអាចទៅសេមក dism.clear/online .clear clean image ហើយ .clear scan hell ហ្នឹងមកហើយមួយទៀតrestore hell ហ្នឹងមកអញ្ចឹងអ្នកនរគ្នាអាច copy ពី line ហ្នឹងឬក៏ save នៅក្នុង CMD directory ក៏បានដែរ save ហើយអ្នកនរគ្នា right click copy ផាចូល CMD យើងមកហើយចុច enter អញ្ចឹងអ្នកនរគ្នារងចាំដំណើរការ scan របស់វាម្ដងទៀតគឺ scan 2 ដងទៅជាមួយclean ម្ដងហើយនឹង resolve ម្ដងអញ្ចឹង clean 2 ដងនឹងចប់គឺទៅជាមួយបញ្ហាមិញច្បាស់ជា fix បានហើយបាទអូខេអញ្ចឹងគឺ clean បានមួយហើយឥឡូវវាកំពុងដំណើរការទៅលើការ restore ម្ដងអញ្ចឹងទៅជាមួយការ restore គឺដូចគ្នាគ្រាន់តែឲ្យវាដំណើរការរងចាំវាអញ្ចឹងណាតែកុំព្យូទ័រយើងអាច connect អ៊ីនធឺណិតដែរមកព្រោះតើតជាមួយការ scan ហើយនឹង restore នេះត្រូវការអ៊ីនធឺណិត access ដោយសារយើងប្រើលើ online អញ្ចឹងណាអញ្ចឹងរងចាំឲ្យវាដំណើរការចប់ទៀតមកបាទអូខេតើជាមួយ restore ក៏ចប់ដែរអញ្ចឹងតើជាមួយ scan ចប់ហើយអ្នកនរគ្នាអាចតេស្តទៅលើ Microsoft Teams ម្ដងទៀតមកយើង search មកអូខេតើជាមួយ Microsoft Teams មកហើយ notification error មិញដូចជាលេងកើតឡើងហើយអញ្ចឹង Microsoft Teams ច្បាស់ជាដំណើរការដូចគ្នាអូខេអញ្ចឹង Microsoft Teams យើងគឺដំណើរការហើយតាមទៅជាមួយរូបភាពដែលយើងមើលនេះគឺគ្រាន់តែវា slow បន្តិចព្រោះអីទៅជាមួយ app ហ្នឹងយើងទៅតែ install ថ្មីដែរអញ្ចឹងហើយយើងក៏ repair អញ្ចឹងគឺវាដំណើរការបានជោគជ័យ 100% ហើយទៅជាមួយ Microsoft Teams យើងអញ្ចឹងបើអ្នកទាំងអស់គ្នាចូលចិត្តនៅវីដេអូចែកម្លែករបស់ខ្ញុំសូមអ្នកទាំងអស់គ្នាជួយ like ជួយ subscribe ដើម្បីទទួលបានវីដេអូថ្មីជាបន្តទៀតខ្ញុំនឹងចែកម្លែកនៅទៅជាមួយវីដេអូប្រភេទដោះស្រាយបញ្ហាកុំព្យូទ័រឬក៏វីដេអូចែកម្លែកផ្សេងអញ្ចឹងបើអ្នកនរគ្នាចង់ឲ្យខ្ញុំធ្វើវីដេអូប្រភេទណាអ្នកនរគ្នាអាច comment សួរមកខ្ញុំនឹងធ្វើវីដេអូជូនអ្នកនរគ្នាអរគុណ